គ្នាសារជាថ្មីមកកាន់Channel Miss Education KH របស់យើងហើយថ្ងៃនេះដែរគឺប្លែកដោយសារតែកាលពីវីដេអូមុនយើងមកកែលំហាត់នៅក្នុងសៀវភៅមេរៀនរបស់យើងប៉ុន្តែថ្ងៃនេះគឺយើងមកកែវិញ្ញាសាប្រឡងមធ្យមសិក្សាបឋមភូមិដែលយើងហៅថា Diploma នឹងដោយសារតែមានការសំណូមពរពីគ្នាយើងឲ្យជួយកែវិញ្ញាសា Diploma ខ្លះមកឥឡូវនេះគឺខ្ញុំជូនតាមសំណូមពរហើយវិញ្ញាសានេះគឺទើបតែចេញថ្មីនេះទេក្នុងឆ្នាំ2026ក្នុងខែកក្កដារបស់យើងនឹងដែលទើបតែប្រឡងបញ្ចប់សញ្ញាបត្រ Diploma ហើយរម៉ាំងទី1នៃវិញ្ញាសាគណិតវិទ្យារបស់យើងគឺប្រមាណវិធីបូកដករ៉ាឌីកាស្ថិតនៅក្នុងមេរៀនទី1របស់យើងតែម្ដងហើយអ្នកទាំងអស់គ្នាមើលទៅលើពិន្ទុមានន័យថាទទួលបានរហូតដល់10ពិន្ទុអញ្ចឹងច្រើនមែនតើអញ្ចឹងដើម្បីត្រៀមខ្លួនក្នុងការប្រឡង Diploma ទាំងអស់គ្នាគួរតែរៀនមេរៀននីមួយឲ្យបានច្បាស់ហើយព្រមទាំងរៀនធ្វើលំហាត់ផងដែរហើយបើសិនជាអត់ដឹងថារៀនធ្វើលំហាត់តាម channel មួយណាអាចចូលមករៀនតាម channel YouTube Miss Education របស់យើងបានឥឡូវកុំឲ្យខាតពេលវេលាយូរឥឡូវយើងចូលមកដល់វិញ្ញាសាទី1របស់យើងគឺគេឲ្យគណនាទៅលើប្រមាណវិធីបូកដកទៅលើរ៉ាឌីកាល់លំហាត់ A របស់យើងគឺជារឹសការ៉េចឹងអ្នកទាំងអស់គ្នាដឹងស្រាប់ហើយដើម្បីបូកដកទៅលើរឹសការ៉េបានយើងត្រូវបំលែងរឹសការ៉េឲ្យមានរ៉ាឌីកង់ដូចគ្នាសិនតួទី1រឹសការ៉េមានរ៉ាឌីកង់11តួទី2រឹសការ៉េមានរ៉ាឌីកង់44ហើយតួទី3រឹសការ៉េមានរ៉ាឌីកង់99ចឹងកាលណារឹសការ៉េដែលមានរ៉ាឌីកង់ខុសគ្នាបែបហ្នឹងគឺយើងមិនទាន់អាចបូកដកទៅលើមេគុណបានទេទាំងអស់គ្នាត្រូវបំលែងរ៉ាឌីកង់ឲ្យដូចគ្នាសិនហើយការបំលែងហ្នឹងគឺយើងត្រូវបញ្ចេញមួយចំនួនចេញពីរ៉ាឌីកាល់ឥឡូវយើងទៅចាប់ផ្ដើមបញ្ចេញមួយចំនួនចេញពីរ៉ាឌីកាល់ទាំងអស់គ្នាអញ្ចឹងមេគុណនៅមុខឬ2025គឺយើងដាក់មកវិញដដែលសិនចំណែកឯរឹសការ៉េ11យើងមិនអាចបំលែងបញ្ចេញពីរឹសបានទេអញ្ចឹងយើងដាក់មកដដែលវិញដូចគ្នាបូកឲ្យ5ចំពោះរឹសការ៉េ44យើងអាចបំលែងយក4គុណនឹង11 4គុណនឹង11បាន44វិញហើយ4នេះគឺស្មើនឹង2ការ៉េអាចបញ្ចេញពីរឹសការ៉េបានដកឲ្យ3រឹសការ៉េ99យើងអាចបំលែងទៅជា9គុណនឹង11ចឹង9គុណនឹង11បាន99ហើយ9នេះគឺស្មើនឹង3ការ៉េអាចបញ្ចេញពីរឹសការ៉េបានបន្ទាប់ពីយើងបំលែងអញ្ចឹងហើយយើងចាប់ផ្ដើមបញ្ចេញមួយចំនួនចេញពីរឹសការ៉េអញ្ចឹងចំនួនណាដែលមិនអាចបញ្ចេញពីរឹសការ៉េបានយើងដាក់មកវិញដដែលបូកឲ្យ4នេះបញ្ចេញពីរឹសការ៉េគឺបាន2គុណនឹង5គឺបាន10រឹសការ៉េ11ដកឲ្យ5រឹសការ៉េ9បញ្ចេញពីរឹសមកបាន3គុណ3បាន9ដក9ឬ11នៅពេលដែលយើងបញ្ចេញមួយចំនួនចេញពីរឹសហើយអ្នកទាំងអស់គ្នាសង្កេតឃើញថារ៉ាឌីកាល់របស់យើងគឺមានរ៉ាឌីកង់11ដូចគ្នាអញ្ចឹងបើសិនជាមានរ៉ាឌីកង់11ដូចគ្នាហើយយើងគ្រាន់តែធ្វើប្រមាណវិធីបូកដកទៅលើមេគុណហើយរក្សារ៉ាឌីកាល់នៅដដែលនេះទាំងអស់គ្នាបូក10ដក9គឺនៅសល់1បូកនឹង2025គឺស្មើនឹង2025 2026ឬការ៉េ11ជាចម្លើយចូលមកដល់លំហាត់ B របស់យើងវិញដូចគ្នាដែរប្រមាណវិធីបូកទៅលើរ៉ាឌីកាល់ប៉ុន្តែរ៉ាឌីកាល់របស់យើងជាប្រភេទរឹសគូមអញ្ចឹងដើម្បីបូកបានលុះត្រាតែអ្នកទាំងអស់គ្នាបញ្ចេញមួយចំនួនចេញពីរឹសគូបសិនឥឡូវយើងចាប់ផ្ដើមបញ្ចេញទាំងអស់គ្នាស្មើ5ចំពោះរឹសគូម
រ៉ាឌីកង់អវិជ្ជមានយើងអាចបញ្ចេញសញ្ញាដកចេញពីឫសអីហើយក៏បានដែរប៉ុន្តែបើសិនជាឫសការ៉េអ្នកទាំងអស់គ្នាអត់អាចបញ្ចេញបែបហ្នឹងទេណារាល់ចំនួនអវិជ្ជមានចេញពីឫសការ៉េគឺត្រូវដាច់ខាតត្រូវបំពាក់តម្លៃដាច់ខាតប៉ុន្តែចំពោះឫសគូបមួយយើងអាចទាញសញ្ញាដកចេញពីឫសបាន16យើងយក8គុណ2 8 2ដងបាន16ហើយ8នេះគឺស្មើពីស្វ័យគុណ3ពីគីបអាចបញ្ចេញពីឫសគូបបានបូកឲ្យ675ឫសគូបនៃ54បើសិនជាអ្នកធ្លាប់តាមដានក៏ដូចជារៀននៅក្នុង channel របស់យើងគឺឧស្សាហ៍ជួបនឹងឫសការ៉េ54ឬគូប54ហ្នឹងឯងអញ្ចឹង54គឺយើងយក27គុណនឹង2 27គុណនឹង2បាន54ហើយ27នេះគឺស្មើនឹង3គីបបូកឲ្យឫសគូប2000យើងអាចយក1000គុណនឹង2 1000គុណនឹង2ស្មើ2000ហើយ1000នេះគឺស្មើនឹង3គីបអាចបញ្ចេញពីឫសគូបបានបន្ទាប់មកទៀតយើងអាចទៅសេវាលើកជាស្វ័យគុណ3ដើម្បីឲ្យអ្នកទាំងអស់គ្នាងាយស្រួលមើលដក5ឬគូបនៃ8យើងអាចសរសេរបាន2ស្វ័យគុណ3រួចគុណនៃ2បើអ្នកទាំងអស់គ្នាស្ទាត់ក្នុងការបញ្ចេញមួយចំនួនចេញពីឫសហើយអ្នកទាំងអស់គ្នាបញ្ចេញតែម្ដងក៏បានដែរប៉ុន្តែខ្ញុំលើកជាស្វ័យគុណ3ឲ្យគ្នាយើងមួយចំនួនដែលតាមអត់ទាន់ហ្នឹងឲ្យងាយស្រួលយល់ផងដែរបូកឲ្យ675ឬគូបនៃ27យើងអាចសរសេរបានទៅជា3ស្វ័យគុណ3គុណនៃ2បូកឲ្យឬគូបនៃ1000គឺយើងអាចសរសេរបានទៅជា10ស្វ័យគុណ3គុណនៃ2ចឹងរាល់រ៉ាឌីកង់ដែលយើងបំលែងបានទៅជាស្វ័យគុណ3អាចបញ្ចេញពីឫសគូបបានហើយចឹង2ស្វ័យគុណ3បញ្ចេញពីឫសគូបមកបាន2គុណនឹង5 2គុណនឹងដក5គឺស្មើដក10ដក10ឬគូបនៃ2បូកឲ្យ3គីបនេះបញ្ចេញពីឫសគូបមកបាន3គុណនឹង675គឺស្មើនឹង2025ឬគូបនៃ2បូកឲ្យ10គីបបញ្ចេញពីឫសគូបបាន10ឬគូបនៃ2បន្ទាប់មកទៀតអ្នកទាំងអស់គ្នាសង្កេតមើលឫសគូបរបស់យើងគឺមានរ៉ាឌីកង់2ដូចគ្នាចឹងយើងគ្រាន់តែបូកដកទៅលើមេគុណហើយរក្សារ៉ាឌីកានៅដដែលចឹងដក10ឬគូបនៃ2ហើយបូក10ឬគូបនៃ2អស់ហើយចាយើងសម្រួលអស់ហើយចឹងគឺយើងនៅសល់2025ឬគូបនៃ2ចម្លើយរបស់យើងគឺស្មើនឹង2025ឬគូបនៃ2ជួបគ្នានៅវីដេអូក្រោយខ្ញុំនឹងព្យាយាមយកវិញ្ញាសាមកកែជូនអ្នកទាំងអស់គ្នា